ណាគេមានលុយត្រឹម3000 4000 5000ទេមិនចង់ញ៉ាំមីឆាលតឆាដែលមានរសជាតិឆ្ងាញ់ហើយតម្លៃគួរសមខ្ញុំសូមណែនាំអ៊ីលក់មីឆាមួយនៅម្ដងផ្សារបឹងកេងកងរួមទៅអ៊ីក៏លក់នៅមុខច្រកចូលផ្សារយកហ្មងច្រកចូលលេខ13នេះអាចមករកនៅច្រកហ្នឹងបានណាហើយអ៊ីក៏លក់តែប្រហែលម៉ោងទេដូចជាម៉ោង4ម៉ោង5ម៉ោង6អញ្ចឹងតែប្រហែលម៉ោង2 3ម៉ោងហ្នឹងអញ្ចឹងបើឃ្លាននេះអាចមករកនៅចន្លោះម៉ោងហ្នឹងបានបើនិយាយពីការធ្វើរបស់គាត់វិញគឺអនាម័យខ្លាំងមែនតើយើងទំនងខ្លាំងមែនតើហ្មងមានតាំងពីឡតមានតាំងពីបន្លែប្លុកប៉ាតេអញ្ចឹងទៅអាចកំងតាមចិត្តបានណាព្រោះតម្លៃមានចាប់ពី4000ទៅបើសិនជាចង់ដាក់ពួក option យកហ្មងមានតាមប៉ាតេមានតាមពីពងទាមានតាមគ្រប់សពបែបយ៉ាងមកអាចតម្លៃ5000ឬ6000នេះហ្នឹងណាទៅតាមអ្វីដែលយើងចង់ add ហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់ពុកម៉ែបងប្អូនយើងគាត់លក់នៅលើប្រទេសវិញមែនប៉ុន្តែរសជាតិក៏ទៅមិនចាញ់ក្នុងហាងអីហ្មងទេរសជាតិវិញមិនប្រៃពេកមិនផ្អែមពេកហ្នឹងមិនល្មមយើងញ៉ាំបានអញ្ចឹងណាបន្ទាប់ពីយើងដាក់ជាមួយនឹងគ្រឿងផ្សំមានទឹកត្រីមានអីហើយមើលទៅឡើងតំណងខ្លាំងមែនតើណាពុកម៉ែបងប្អូនយើងគឺទៅពេលដែលយើងជ្រុំច្បល់ចូលគ្នាទៀតអូហូចូលជាតិសក់ខ្លាំងមែនតើដាក់ចូលមកគ្រប់អូយើងតាជាតិអើយជាតិខ្លាំងមែនតើតែម្ដងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនចង់ខ្ញុំទៅ review ខាងណាខាងនេះទៀតអាច comment ខាងក្រោមបានណាបាយបាយ